រស់នៅដើម្បីខ្លួនឯងមិនមែនដើម្បីសម្ដែងឲ្យគេមើលទេទី1មិនប្រៀបធៀបជាមួយគេអ្វីដែលយើងឃើញមិនប្រកាសថាជាការពិតទេអ្វីដែលគេមានក៏គ្មានអ្វីពាក់ព័ន្ធនឹងយើងដែរមិនចាំបាច់ទៅរត់តាមជីវិតគេដើម្បីឲ្យខ្លួនឯងលឿហត់នោះមនុស្សម្នាក់កាន់តែអន់ទៅដោយសារអ្វី1ខ្ជិលទៅដាក់ម៉ោងរោហើយមិនក្រោកហើយខ្ជិលធ្វើការ2ពន្យាពេលរហូតរឿងតូចតាចមិនធ្វើឲ្យហើយទេទុកចោលរហូតដល់ភ្លេច3ធ្វើអ្វីបានតែដំបងពុះកញ្ជ្រោលនឹងការងារណាស់តែយូរទៅមិនសូវជាយកចិត្តទុកដាក់ប្រហែលទេ4គ្រប់គ្រងខ្លួនឯងមិនបានថាហើយធ្វើមិនបានគ្មានគោលការណ៍មិនចេះទប់អារម្មណ៍ខ្លួនឯង5គិតច្រើនតែធ្វើតិចគិតច្រើនចូលកុំខ្លាចឧបសគ្គព្រោះវាគឺជាកម្មចិន្តានៃភាពលូតលាស់ដោះស្រាយវាបានកាន់តែច្រើនកាន់តែមានបទពិសោធន៍កាន់តែចាស់ទុំកាន់តែអាចធ្វើកិច្ចការធំបានកាន់តែរីកចម្រើនបញ្ហាមិនមែនជារឿងអាក្រក់នោះទេឆ្លងកាត់វាបានកាន់តែច្រើនទទួលបានបទពិសោធន៍និងគតិបណ្ឌិតកាន់តែច្រើន